ថ្ងៃនេះខ្ញុំចង់ចែកម្លែកមួយពាក់ព័ន្ធជាមួយនឹងការរៀបចំប្រវត្តិរូបការងារឬក៏ភាសាអង់គ្លេសគេហៅថា CV ខ្ញុំមិននិយាយអំពី format ទេព្រោះដោយសារ format ខ្ញុំឃើញថាមានការចែកម្លែកច្រើនអ្នកនរគ្នាអាចរក download បានទម្រង់ format នៅក្នុងGoogle ក៏មានច្រើនដែរចែកម្លែកច្រើនថ្ងៃនេះអ្វីដែលខ្ញុំចង់ជាការបញ្ជាក់អារម្មណ៍នោះគឺថាចំនួនទំព័រអង្គការសរសេរប្រវត្តិរូបការងារជាទូទៅជាស្តង់ដារណាគឺគេមិនសរសេរវែងពេកទេជាបទពិសោធន៍ខ្ញុំដែលជាអ្នកជ្រើសបុគ្គលិករយៈពេលជាង10ឆ្នាំខ្ញុំជួបប្រទះច្រើនណា CV អ្នកខ្លះនោះឡើង6 7ទំព័រឃើញថាវាមានចំនួនទំព័រច្រើនហើយវែងហើយធ្វើឲ្យអ្នកដែលគាត់ short list បាទគាត់សម្រង់យកបេក្ខជនដើម្បីទៅសម្ភាសន៍ហ្នឹងគឺថាខាតពេលក្នុងការអានពីខ្ញុំក៏ដូចជាស្តង់ដារនៃការរៀបចំសរសេរ CV បាទចំនួនទំព័រដែលច្រើនបំផុតហ្នឹងត្រឹមតែ2ទំព័រទេដែលយើងអាចសរសេរពីចំណុចសំខាន់ចំណុចគោលដែលជាប្រវត្តិការងារក៏ដូចជាទំនួលខុសត្រូវការងារសម្រាប់ព័ត៌មានបន្ថែមអ្នកសម្ភាសគេនឹងសាកសួរមកយើងក្នុងអំឡុងពេលសម្ភាសការងារហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាសម្រាប់អ្នកដែលគាត់ចង់រៀបចំ CV ឲ្យបានល្អនឹងអាចគិតគូរពិចារណាលើចំណុចនេះឡើងវិញហើយសង្ឃឹមថាអាចយកទៅប្រើប្រាស់បាន